បាទជំរាបសួរលោកគ្រូអ្នកគ្រូដែលជាគ្រូបន្ទុកថ្នាក់ខ្ញុំធ្វើវីដេអូខ្លីមួយពាក់ព័ន្ធជាមួយនឹងសិស្ស52នាក់ដែលគាត់មិនទាន់បានចូលប្រឡងណានៅក្នុងសាលាយើងអញ្ចឹងគាត់ចូលតំណលៀងនឹងមកគាត់ចូលទៅកិច្ចការងារប្រឡងអញ្ចឹងនៅកន្លែងផ្ទៃពណ៌បាទពណ៌ត្រួយចេកចាស់នេះគឺពួកគាត់អត់ទាន់មានឈ្មោះទេប៉ុន្តែសូមឲ្យគាត់បប៉ះកន្លែងសម្រាប់សិស្សដែលទើបចូលឈ្មោះបាទកំឡុងពេលប្រឡងបាទគាត់ចូលឈ្មោះនៅកន្លែងនេះបាទបន្ទាប់មកគាត់ជ្រើសរើសខេត្តបាទជ្រើសរើសខេត្តបន្ទាប់មកគាត់ជ្រើសរើសក្រុងស្រុកបាទបន្ទាប់មកគាត់ជ្រើសរើសសាលារៀនរបស់យើងគឺវិទ្យាល័យដែលជាសែនសម្រាប់បន្ទាប់មកគាត់ជ្រើសរើសកម្រិតថ្នាក់ដោយសិស្សបាញ់មិញគឺគាត់ថ្នាក់ទី8គាត់ឈ្មោះលីលីបាទនិស័យលីលីអញ្ចឹងគ្រាន់តែវាយលីលីវាមានជំរើសបាទវាមានសម្បត្តិលីលីមាននិស័យលីលីអញ្ចឹងនិស័យលីលីនេះគាត់ទៅផ្ទេមកពីរូតចំបៃឯងអញ្ចឹងគាត់ចុចបែបនេះគាត់ទាញយកកូដប្រឡងបាទបន្ទាប់មកគាត់ចូលប្រឡងបាទអញ្ចឹងគាត់ចាប់ដើមប៉ះលើមុខវិជ្ជាគាត់ចាប់ដើមចូលដំណើរការប្រឡងតែម្ដងបាទបាទអញ្ចឹងគឺនីតិវិធីបែបនេះបាទសម្រាប់សិស្សដែលលោកស្រីនិច្ចការរងគាត់បានផ្ញើទៅបាទសូមបញ្ជាក់ខ្លីប៉ុណ្ណឹងបាទសូមអរគុណ